SCP 4666គឺជា SCP មួយដែលវាចូលចិត្តសម្លាប់មនុស្សនៅមុនពេលបុណ្យថ្ងៃ Noel SCP មួយនេះវាមានរូបរាងស្តៀងទៅនឹងតា Noel ក៏ប៉ុន្តែបើមើលចិត្តទៅគឺវាមានរូបរាងអាក្រក់ខ្លាំងហើយនឹងគួរឲ្យខ្លាចផងដែរវាចូលចិត្តសម្លាប់មនុស្សជាពិសេសក្មេងៗនឹងតែម្ដងហើយចង់ដឹងថាសាច់រឿងយ៉ាងណាតមកទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពី SCP 4666ដែលជា SCP មួយដែលវាកាចសាហាវវាចូលចិត្តសម្លាប់មនុស្សមុនពេលពិធីបុណ្យ Noel ប្រារព្ធឡើងហើយវាចូលចិត្តសម្លាប់ជាពិសេសគឺក្មេងៗនឹងតែម្ដង SCP 4666គឺជា SCP មួយដែលវាតែងតែចាប់ក្មេងនៅមុនពិធីបុណ្យ Noel ដែលចាប់ផ្ដើមប្រារព្ធឡើងអញ្ចឹងណាហើយ SCP មួយនេះវាតែងតែចាប់ក្មេងៗនៅមុនពិធីបុណ្យហ្នឹងដើម្បីយកទៅវាយធ្វើបាបពេលខ្លះក៏សម្លាប់ពេលខ្លះក៏ចាប់ក្មេងៗហ្នឹងធ្វើជារបស់របរលេងអីផ្សេងៗដូចជាតុក្កតាដូចជាឆ្អឹងក្មេងៗយកទៅធ្វើជាវត្ថុលេងអីចឹងណាហើយបន្ទាប់មក SCP 4666ហ្នឹងក៏បានរៀបចំកាដូដែលកាដូហ្នឹងគឺវាចម្លែកមែនតើគឺមិនមែនជាកាដូធម្មតានោះទេគឺជាកាដូដែលរៀបចំនិងធ្វើឡើងដោយសាច់ឈាមនិងក្មេងៗហ្នឹងតែម្ដងដែលធ្វើឲ្យមានការចម្លែកមែនតើហើយកាដូទាំងហ្នឹង SCP 4666ក៏បានយកទៅដាក់នៅជុំវិញផ្ទះរបស់អាណាព្យាបាលដូចថា SCP 4666ហ្នឹងចាប់កូនអ្នកណាមកគឺយកកាដូហ្នឹងទៅឲ្យផ្ទះហ្នឹងវិញហើយនៅពេលដែលអ្នកផ្ទះហ្នឹងបានបើកកាដូហ្នឹងមើលគឺគេនឹងឃើញសាកសពរបស់កូនរបស់ខ្លួនហ្នឹងនៅក្នុងកាដូហ្នឹងដែលមើលទៅមានសភាពគួរឲ្យខ្លាចនិងតក់ស្លុតមែនតើគឺដោយសារតែការស្លាប់ឬក៏ការធ្វើបាបហ្នឹងគឺវាសាហាវខូខើណាមានការវាយប្រហារខ្ញាំទៅដាច់ខ្ទេចអីអស់សាកសពគឺពិបាកមើលយល់មែនតើដែលធ្វើឲ្យអ្នកនៅជុំវិញភូមិហ្នឹងគឺមានការព្រួយបារម្ភនិងខ្លាចបាត់ក្មេងជាបន្តបន្ទាប់ជាតិអញ្ចឹងណាហើយមួយទៀតអ្នកគ្នា SCP មួយនេះវាតែងតែផ្ដល់កាដូទៅឲ្យអ្នកដែលនៅតាមទីដាច់ស្រយាលដូចជានៅភូមិដាច់ស្រយាលអញ្ចឹងណាដែលមិនសូវមានមនុស្សឬមិនសូវមានមនុស្សដែលចូលកាត់តាមទីនោះច្រើនអញ្ចឹងណាវាតែងតែយកកាដូហ្នឹងទៅឲ្យមនុស្សនៅទីនោះហើយកាដូហ្នឹងគឺយកទៅឲ្យនៅក្នុងថ្ងៃបុណ្យ Noel ហ្នឹងតែម្ដងនៅពេលដែលពួកគេឬក៏អ្នកភូមិបានឃើញកាដូហ្នឹងគឺមានការតក់ស្លុតដោយសារតែកាដូហ្នឹងគឺវាសុទ្ធតែឈាមដែលមើលទៅគឺគួរឲ្យខ្លាចមែនតើហើយក្រោយមកហ្នឹងអ្នកភូមិហ្នឹងក៏បានធ្វើការប្តឹងព័ត៌មាននេះទៅកាន់ប៉ូលីសឲ្យប៉ូលីសជួយស្វែងរកថាតើមានមូលហេតុអ្វីបានកើតឡើងទៅលើភូមិរបស់ពួកគេអញ្ចឹងណាដោយសារតែមានកាដូដែលធ្វើពីសាច់មនុស្សហើយធ្វើពីឆ្អឹងមានឈាមស្រស់ៗដែលធ្វើឲ្យអ្នកភូមិហ្នឹងគឺរស់នៅដោយមានការភ័យខ្លាចដោយសារណាមួយគឺមានការបាត់ក្មេងៗអស់ជាច្រើនផងដែរក្រោយមកក្រុម SCP Foundation ក៏បានធ្វើការទៅត្រួតពិនិត្យនិងស្រាវជ្រាវអំពីនៅតំបន់នោះអញ្ចឹងណាហើយក៏បានរកឃើញដានជើងចម្លែកដែលវាគឺជាដានជើងរបស់មនុស្សក៏ប៉ុន្តែវាមានលក្ខណៈចម្លែកដូចជាសត្វចម្លែកអញ្ចឹងណាតាមការសន្និដ្ឋានរបស់ SCP Foundation គេថានេះគឺជា SCP 4666ហើយគេក៏បានដាក់ឈ្មោះឲ្យវាថាគឺ The Jewel Man គឺជាបរិសុទ្ធចម្លែកដែលចូលចិត្តសម្លាប់ក្មេងៗជាពិសេសនៅក្នុងមុនពិធីបុណ្យ Noel អញ្ចឹងហើយក្រោយមកក្រុម SCP Foundation ក៏បានធ្វើការចាប់បាន SCP 4666នេះហើយគេក៏បានយកមកមន្ទីររបស់ SCP Foundation ណាក៏បានពិសោធន៍និងស្រាវជ្រាវអំពីវាក៏បានឲ្យដឹងថា SCP មួយនេះគឺវាគឺជា SCP មួយដែលវាចូលចិត្តសម្លាប់មនុស្សជាពិសេសគឺក្មេងៗហើយការសម្លាប់របស់វាគឺវាយកទៅដល់គឺវាចាប់ក្មេងៗយកទៅកន្លែងរបស់វាហើយបន្ទាប់មកវាធ្វើការវាយធ្វើបាបវាកំសាន្តអារម្មណ៍របស់វាណាវាធ្វើការវាយធ្វើបាបហើយសម្លាប់ក្មេងៗដោយមិនបណ្ណៃដៃនោះទេហើយពេលខ្លះវាយកក្មេងៗហ្នឹងទៅធ្វើជារបស់របរផ្សេងៗដូចជាធ្វើជាតុក្កតាធ្វើជាអីផ្សេងៗអញ្ចឹងទៅតាមចំណង់ចំណូលចិត្តរបស់វានៅពេលដែលវាសម្លាប់រួចហើយវាធ្វើការខ្ចប់ក្មេងៗសាកសពក្មេងៗហ្នឹងឲ្យយកទៅឲ្យអ្នកភូមិឬក៏ឲ្យកាដូទៅកាន់នរណាម្នាក់ដែលនៅតាមទីដាច់ស្រយាលណាដែលធ្វើឲ្យអ្នកដែលនៅទីនោះគឺមានការភ័យខ្លាចហើយក្រុម SCP Foundation ក៏បានដាក់ចំណាត់ថ្នាក់របស់វាគឺ Cutter ដោយសារតែវាកាចសាហាវហើយពិបាកគ្រប់គ្រងត្រូវការគ្រប់គ្រងវាឲ្យតឹងរឹងមែនតើដើម្បីកុំឲ្យវាចេញមកធ្វើបាបមនុស្សតទៀតអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំគឺមានប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីអរគុណអ្នកគ្នាបាយ